ឆ្នាំនេះរដូវកាលទី2នៃវើក4x4តាមបណ្ដាភូមិភាគទាំង5សហព័ន្ធកីឡាបាល់ទះកម្ពុជាសង្កេតឃើញថាការចូលរួមពីអត្តពលិកទាំង25រាជធានីខេត្តមានភាពផុសផុលខ្លាំងយោងទៅស្ថិតិនៃការចុះឈ្មោះពី52ឡើងរហូតដល់78ក្រុមនេះគឺភាគរយនៃការកើននេះសបញ្ជាក់ឲ្យឃើញថាសន្ទុះនៃការចូលចិត្តក៏ដូចជាគ្រប់គ្រងទៅលើវិស័យកីឡាបាល់ទះគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ទី2គឺយើងមើលឃើញថាអត្តពលិកដែលតាម25រាជធានីខេត្តដែលចុះឈ្មោះនោះយើងឃើញថាមានអត្តពលិកវ័យក្មេងច្រើនហើយកម្ពស់របស់គាត់ក៏មានស្តង់ដារល្អប្រសើរដែរទោះបីយ៉ាងម៉េចក៏ដោយសហព័ន្ធកីឡាបាល់ទះកម្ពុជាគឺនៅតែទទូចចង់បានអត្តពលិកដែលអាយុក្រោម16ឆ្នាំប៉ុន្តែកម្ពស់ឲ្យបាន1.90 ម៉ែត្រឡើងបាទពីព្រោះថាឥឡូវនេះតាមការចង្អុលបង្ហាញណែនាំដាក់ទិសរបស់អាដាមអភិសិទ្ធិមន្ត្រីសុខាតាំងពីឆ្នាំទៅមិញគឺឲ្យយើងបដោះថ្នាលពីព្រោះថាយើងមិនអាចឲ្យនិរន្តរភាពបាល់ទះរបស់យើងបញ្ចប់ត្រឹមកីឡាករឈុតធំរបស់យើងទេត្រូវមានអ្វីមកជួសអញ្ចឹងកំឡុងពេលរយៈពេល1ឆ្នាំចុងក្រោយសហព័ន្ធកីឡាបាល់ទះកម្ពុជាបានធ្វើការជ្រើសរើសកីឡាករថ្នាលដែលអាយុក្រោម17ឆ្នាំហើយយើងបានគុណផលក៏ដូចជាកាយសម្បទារហូតដល់មានដល់1.98 ម៉ែត្របាទឥឡូវនេះកំពុងតែប្រមូលផ្ដុំវឹកហាត់ហើយគាត់ជួននៅឆ្នាំនេះកីឡាយុវជនអាស៊ីគណៈកម្មការជាតិអូឡ িম্প ិកក៏ដូចជាក្រសួងអប់រំយុវជនកីឡាបានអនុញ្ញាតឲ្យញាសាបាល់ទះរបស់យើងចូលលេងដែរអញ្ចឹងវាចំពេលដែលយើងបានត្រៀមខ្លួនធ្វើការប្រមូលផ្ដុំក្នុងការបន្តវេនអញ្ចឹងនៅខែ10នេះយើងគិតថាយើងមានគុណផលកីឡាអាចគ្រប់គ្រាន់ថាធ្វើការប្រកួតប្រជែងដើម្បីយកពានយុវជនអាស៊ីទោះបីយ៉ាងម៉េចក៏ដោយចាញ់ឈ្នះក៏ខ្ញុំគិតថាវាល្អមើលដោយសារយើងបានត្រៀមខ្លួនរួចជាមុនមួយជំហានបាត់ទៅហើយអញ្ចឹងឆ្នាំក្រោយៗតទៅទៀតខ្ញុំគិតថាវិស័យកីឡាបាល់ទះកម្ពុជារបស់យើងនឹងបន្តការកើនឡើងហើយយើងរំពឹងបណ្ដោះក្មេងនៅឆ្នាំ2025នេះយើងរំពឹងថា2027យើងនឹងអាចលោតទៅដល់មេដាយមាសដែលយើងមានមហិច្ឆតាចង់បានដូច្នេះហើយបើមិនត្រៀមខ្លួនទុកមុនទេយើងបានតែក្តីសម័យបានតែសង្ឃឹមទេប៉ុន្តែគុណផលក៏ដូចជាលទ្ធផលប្រហែលជាពិបាកក្នុងករណីដែលយើងមិនបានត្រៀមខ្លួនរួចជាស្រេចនោះបាទអញ្ចឹងនិយាយបែបនេះមិនមែនថាសហព័ន្ធកីឡាបាល់ទះកម្ពុជាមិនបានត្រៀមខ្លួនសម្រាប់មេដាយមាសឆ្នាំ2025នេះទេប៉ុន្តែយើងឃើញហើយអត្តពលិករបស់យើងវាចម្រើនវ័យរៀងចាស់ហើយបាទអញ្ចឹងគុណផលរបស់គាត់វាអាចនឹងត្រឹងឬក៏អាចធ្លាក់ចុះបន្តិចបន្តួចអញ្ចឹងវាទាមទារឲ្យយុវជនតវេនរបស់យើងដើម្បីធ្វើការបន្តវេននៅថ្ងៃអនាគតផងដែរបាទ